ការត្រៀមខ្លួនប្រឡងដើម្បីជោគជ័យដើម្បីទទួលបានជោគជ័យគ្រប់សមរភូមិប្រឡងអ្នកត្រូវត្រៀមខ្លួនឲ្យបានពេញលេញបំផុតអ្នកត្រូវត្រៀមខ្លួនចាប់តាំងពីពេលចូលរៀនមុខវិជ្ជានីមួយៗរហូតមកអ្នកត្រូវកត់ចំណាំនិងសង្ខេបខ្លឹមសារសំខាន់ៗរួចចំណាយពេលរំលឹកមេរៀនជាប្រចាំដោយចំណាយពេលត្រឹម5 ឬ 10 នាទីអ្នកគួរកត់ចំណាំលើសៀវភៅអានផងដែរដើម្បីងាយស្រួលរំលឹកនៅពេលក្រោយវិធីសាស្ត្រនេះអាចជួយឲ្យអ្នកអាចរៀបចំឯកសារឲ្យមានសណ្ដាប់ធ្នាប់ល្អនិងអាចរក្សាការចងចាំបានប្រមាណ 80% ធ្វើបែបនេះអ្នកមិនសូវនឿយហត់សម្រុករៀនពេលគៀកប្រឡងឡើយចំណុចទី1មុនពេលប្រឡងតើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចមុនពេលប្រឡងបញ្ចប់វគ្គសិក្សាចាប់ផ្ដើមរៀនពីចំណុចណាមករៀបចំឯកសារយ៉ាងណារៀបចំកាលវិភាគសិក្សាយ៉ាងណាការរៀបចំឯកសារវិធីល្អបំផុតសម្រាប់ត្រៀមប្រឡងគឺរៀបចំឯកសារដែលបានរៀនរួចទាំងអស់ឲ្យមានសណ្ដាប់ធ្នាប់មានទាំងសៀវភៅអានសៀវភៅសរសេរនិងកំណត់ត្រាចំណាំចូលសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹកហើយចងចាំសេចក្តីលម្អិតក្នុងខួរក្បាលការរៀបចំពេលវេលាចូលរៀបចំកាលវិភាគត្រៀម2 ឬ 3 សប្តាហ៍មុនពេលប្រឡងក្នុងកាលវិភាគនេះត្រូវមានម៉ោងបរិភោគអាហារម៉ោងការងារម៉ោងប្រជុំម៉ោងរៀននៅសាលាម៉ោងធ្វើកិច្ចការសាលានិងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀតចូលរកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រឡងនៅសប្តាហ៍ចុងក្រោយមុនពេលប្រឡងចូលរៀបចំកាលវិភាគដែលឡែកមួយដែលមានម៉ោងប្រឡងម៉ោងបរិភោគនិងពេលសម្រាកអ្នកត្រូវដឹងថាអ្នកត្រូវមានសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃក្នុងពេលប្រឡងដូច្នេះអ្នកមិនគួរគប្បីយកពេលបរិភោគឬពេលដេកមករៀនបន្ថែមទេសប្តាហ៍នៃការប្រឡងមកដល់អ្នកគួររំលឹកមេរៀនទាំងឡាយឲ្យបានស្ទាត់ល្អដោយប្រើប្រាស់នៅឯកសារដែលបានរៀបចំរួចខាងដើមជួយខ្លួនឯងខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រឡងស្វែងយល់ពីការប្រឡងលើមុខវិជ្ជានីមួយៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចូលសួរគ្រូរបស់អ្នកអំពីប្រភេទសំណួរដែលអាចនឹងចេញនៅពេលប្រឡងហើយសម្ភារៈអ្វីខ្លះដែលត្រូវការឬអនុញ្ញាតឲ្យយកចូលពេលប្រឡងដូចជាម៉ាស៊ីនគិតលេខនិងវចនានុក្រមជាដើមចូលស្នើសុំវិញ្ញាសាដែលធ្លាប់ចេញពីឆ្នាំមុនដើម្បីធ្វើជាគំរូសម្រាប់ត្រៀមប្រឡងពេលទន្ទេញមេរៀនម្ដងចូលសាកល្បងស្មានថាសំណួរប្រភេទណាអាចនឹងចេញពេលប្រឡងប្រសិនបើអ្នកមានពេលចូលសាកល្បងឆ្លើយសំណួរទាំងនោះយ៉ាងពេញលេញឲ្យដូចជាពេលប្រឡងជាក់ស្ដែងគិតក្នុងផ្លូវវិជ្ជមានដោយសារតែយើងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រឡងដូច្នេះយើងត្រូវមានគំនិតសុទិដ្ឋិនិយមថាការប្រឡងរបស់ខ្ញុំនឹងប្រព្រឹត្តទៅដោយជោគជ័យតែបើអ្នកមិនបានត្រៀមខ្លួនពេញលេញគ្រប់គ្រាន់ទេអ្នកគ្រាន់តែដាស់តឿនខ្លួនឯងថាដោយពឹងលើសុខភាពល្អប្រាជ្ញាវាងវៃនិងចិត្តស្រស់ថ្លារបស់ខ្ញុំប្រកាសជាអាចជួយខ្លួនឯងបានចំពោះអ្វីដែលខ្ញុំមិនបានត្រៀមកុំព្យាយាមធ្វើឲ្យអារម្មណ៍ស្រស់ថ្លាដោយការដើរលេងឬមើលកុនពេលយប់មុនពេលប្រឡងឲ្យសោះទង្វើបែបនេះជាការរំខានដល់ការចងចាំរបស់អ្នកទៅវិញទេចូលអានមេរៀនជំនួសវិញរួចហើយចូលគេងយ៉ាងស្កប់ស្កល់ព្រឹកឡើងញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ហើយបន្តដំណើរកម្សាន្តចុងក្រោយជាមួយមេរៀនរួចចូលប្រឡងយ៉ាងរីករាយចំណុចទី2ពេលប្រឡងការរៀបចំខ្លួនប្រឡងត្រូវមកដល់បន្ទប់ប្រឡងឲ្យបានមុនម៉ោងដើម្បីធ្វើចិត្តឲ្យស្ងប់និងរំលឹកមេរៀនខ្លះៗការមកយឺតធ្វើឲ្យប៉ះពាល់ដល់ការប្រឡងដោយសារតែអារម្មណ៍មិនស្ងប់អ្នកដែលមកប្រឡងយឺតតែងតែច្របូកច្របល់ក្នុងចិត្តជានិច្ចជាកាលហើយទម្រាំតែតាំងចិត្តបានក៏ខាតពេលល្មមគួរសមដែរជៀសវាងការជជែកជាមួយមិត្តភ័ក្តិបើមានអ្វីត្រូវឲ្យខ្ចីព្រោះវាអាចប៉ះពាល់ដល់ការចងចាំឬការតាំងចិត្តរបស់អ្នកពេលប្រឡងក្នុងពេលប្រឡងចូលអានសំណួរនីមួយៗដោយប្រុងប្រយ័ត្ននិងស្ដាប់ការណែនាំរបស់គ្រូឬអនុរិយមុខវិជ្ជានីមួយៗក្នុងពេលប្រឡងបើយើងមិនស្ដាប់ការណែនាំទេជួនកាលយើងអាចបង្ខាត់ពេលវេលាធ្វើសំណួរដែលគាត់កាត់ចោលពីការប្រឡងដោយសារតែខុសឬពិបាកពេកបើមានចម្ងល់ត្រូវតែសួរឲ្យច្បាស់កុំធ្វើទាំងងឿឆ្ងល់ប្រសិនបើមិត្តរបស់អ្នកធ្វើឲ្យមុនរួចចេញទៅក្រៅបន្ទប់ចូលកុំខ្វល់នឹងគេអីចូលធ្វើកិច្ចការរបស់អ្នកដោយស្ងៀមស្ងាត់ពេលធ្វើចប់ទៀងទាត់រួចហើយសឹមចេញទៅការឆ្លើយសំណួរមុននឹងឆ្លើយសំណួរនីមួយៗចូលអានវាឲ្យបានច្បាស់សិនដើម្បីសន្សំពេលវេលាអ្នកគួរតែអានសំណួរទាំងអស់ឲ្យចប់សិនដើម្បីឲ្យច្បាស់ថាលំបាកឬស្រួលប៉ុណ្ណាចូលប៉ាន់ស្មានពេលវេលាដែលនឹងចំណាយសម្រាប់សំណួរនីមួយៗជាចុងក្រោយចូលចាប់ផ្ដើមឆ្លើយនឹងសំណួរដែលយកចិត្តទុកដាក់បើមានសំណួរបែបបកស្រាយចូលធ្វើមុនមធ្យោបាយដែលល្អបំផុតគឺឆ្លើយសំណួរណាដែលចេះធ្វើមុននិងមើលផ្ទៀងផ្ទាត់ឡើងវិញក្រោយមានភ្លេចភ្លាំងឬភ័ន្តច្រឡំកន្លែងណាចំណុចទី3បន្ទាប់ពីពេលប្រឡង
ពេលប្រឡងចប់ភ្លាមការចងចាំរបស់អ្នកនៅច្បាស់លាស់នៅឡើយនេះជាពេលដ៏ប្រសើរដែលអ្នកត្រូវពិភាក្សាជាមួយនឹងមិត្តភ័ក្តិរបស់អ្នកអំពីការប្រឡងដែលទើបនឹងបញ្ចប់នោះអ្នកដឹងអំពីរបៀបឆ្លើយរបស់ពួកគេកន្លែងណាដែលអ្នកធ្វើខុសហេតុអ្វីហើយកន្លែងណាដែលអ្នកធ្វើត្រូវអ្នកត្រូវដឹងថាការប្រឡងមិនមែនដើម្បីតែបន្ទុកទេគឺដើម្បីស្ទង់សមត្ថភាពនិងបង្កើនចំណេះដឹងផងដែរគន្លឹះក្នុងការត្រៀមខ្លួនប្រឡងទាំងអស់នេះគឺត្រូវបានដកស្រង់ចេញពីសៀវភៅមួយរបស់គ្រឹះស្ថានបោះពុម្ពផ្សាយដាំជីវិតដែលមានចំណងជើងថារៀនឲ្យឈ្នះរៀនឲ្យពូកែរៀនឲ្យជោគជ័យគ្មានអ្វីពិបាកដូច្នេះសម្រាប់បងបងប្អូនដែលកំពុងតែត្រៀមប្រឡងទី12ក្តីត្រៀមប្រឡងនៅសាលាក្តីគឺអាចរកជាវសៀវភៅនេះបានពីខាងពេកយើងខ្ញុំអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ